រឿងនិទានខ្មែរសូមជូនរឿងខ្លាឃ្មុំនិងដើមពង្រមានខ្លាឃ្មុំមួយរស់នៅក្នុងព្រៃធំស្វះស្វែងរកឃ្មុំបរិភោគជារៀងរាល់ថ្ងៃមួយខ្លាឃ្មុំអស់កម្លាំងខ្លាំងណាស់ក៏ចូលមកដេកសម្រាកនៅក្រោមដើមពង្រធំមួយហើយក៏លង់លក់ទៅយ៉ាងស្កប់ស្កល់ពេលនោះមេឃពង្រដែលពុកផុយជីយូរមកហើយក៏ត្រូវខ្យល់បក់ខ្លាំងបាក់ធ្លាក់មកចំក្បាលរបស់ខ្លាឃ្មុំធ្វើឲ្យខ្លាឃ្មុំភ្ញាក់ឈឺត្រឡោកស្ទើរទ្រាំមិនបានខ្លាឃ្មុំស្ទុះងើបដើរចេញទៅពីក្រោមដើមពង្រដោយចិត្តខឹងគុំគួនអាដើមពង្រនេះអញកំពុងតែដេកលក់សុខសប្បាយវាទម្លាក់មេឃវាមកលើក្បាលអញហើមពុកក្បាលអស់បើអញមានឱកាសពេលណាអញនឹងរំលំរំលើងវាឲ្យអស់ពូជតែម្ដងជួនជាថ្ងៃនោះមានអ្នកបរទេសម្នាក់ចូលមករកអស់នៅក្នុងព្រៃដោយផ្លូវពិបាកធ្វើឲ្យបាក់ផ្លូវរទេះទៅមុខទៀតលែងរួចអ្នកបរទេះស្រាយគោយកទៅឲ្យស៊ីស្មៅក្រោមម្លប់ឈើរួចកាន់ពូថៅដើររកមើលកាប់ឈើយកមកធ្វើផ្លូវរទេះពូម្ចាស់រទេះដើរមកដល់កណ្ដាលផ្លូវបានជួបនឹងខ្លាឃ្មុំពេលនោះខ្លាឃ្មុំសួរថាតើអ្នកដើររកអ្វីដែរពូរទេះឆ្លើយតបទៅខ្លាឃ្មុំវិញថាយើងកំពុងតែរកកាប់ឈើយកទៅធ្វើផ្លូវរទេះខ្លាឃ្មុំត្រេកអរណាស់ព្រោះមានឱកាសសងសឹកនឹងដើមពង្រហើយខ្លាឃ្មុំប្រាប់ទៅអ្នកបរទេះថាបើអ្នកត្រូវការឈើធ្វើផ្លូវរទេះសួរខ្ញុំឯនេះវិញគ្មានឈើណាជាប់ស្វិតដូចឈើដើមពង្រទេដើមពង្រមួយដើមនោះធំល្អណាស់យកទៅធ្វើផ្លូវរទេះចំជាត្រូវតែម្ដងរួចខ្លាឃ្មុំក៏ដើរចង្អុលបង្ហាញកន្លែងដើមពង្រឲ្យអ្នកបរទេះទៅកាប់ហើយខ្លាឃ្មុំក៏ដើរចេញពីទីនោះទៅអ្នកម្ចាស់រទេះធ្វើដំណើរតាមខ្លាឃ្មុំប្រាប់ទៅដល់កន្លែងដើមពង្រធំហើយអ្នកបរទេះបំរុងនឹងកាប់រំលំដើមពង្រទីនោះជាលំនៅនៃរុក្ខទេវតាពេលឃើញបុរសនោះបំរុងនឹងកាប់រំលំដើមពង្ររុក្ខទេវតានិមិត្តកាយចេញមកសួរម្ចាស់រទេះថាតើអ្នកកាប់ដើមពង្រនេះដើម្បីធ្វើអ្វីអ្នករទេះប្រាប់រុក្ខទេវតាថាខ្ញុំយកដើមពង្រនេះទៅធ្វើផ្លូវរទេះព្រោះខ្លាឃ្មុំប្រាប់ថាឈើនេះជាប់ល្អណាស់រុក្ខទេវតាដឹងគំនិតខ្លាឃ្មុំដែលចងគំនុំនឹងដើមពង្រព្រោះតែរឿងមេឃពង្រពុកធ្លាក់ត្រូវក្បាលកាលពីថ្ងៃមុននោះរុក្ខទេវតាប្រាប់ទៅអ្នកម្ចាស់រទេះនោះវិញថាបើអ្នកយកដើមពង្រនេះទៅធ្វើផ្លូវរទេះគឺជាប់មែនប៉ុន្តែស្រួយឆាប់បាក់ខ្លាំងណាស់តើតែបានខ្លាញ់ខ្លាឃ្មុំយកមកលាបប្រើការបានយូរឆ្នាំដូច្នោះអ្នកទៅសម្លាប់ខ្លាឃ្មុំនោះយកខ្លាញ់មកលាបផ្លូវរទេះនិងងាយស្រួលប្រើការជាមិនខានអ្នករទេះឮដូច្នេះក៏ប្រញាប់ចេញទៅរកខ្លាឃ្មុំភ្លាមខ្លាឃ្មុំមិនបានដឹងខ្លួនទេថាពេលនេះតម្រេះជិះក៏ឯងហើយចង់ធ្វើបាបគេបែរជាទុកទោសធ្លាក់មកលើខ្លួនវិញបុរសនោះទៅតាមតាន់ខ្លាឃ្មុំក៏ប្រើពូថៅធំកាប់ខ្លាឃ្មុំដល់នៅសេចក្តីមរណៈពេលវេលានោះទៅព្រោះតែចិត្តចង់គំនុំនឹងដើមពង្ររឿងតូចធ្វើឲ្យខ្លាចជារឿងធំខ្លាឃ្មុំចងអឃាតបង្កជាកម្មពៀនឹងគ្នាទីបំផុតកម្មពៀនោះក៏ធ្លាក់មកលើខ្លួនឯងទៅវិញពាក្យចាស់ពោលថាចំណងកម្មពៀមានតែការរំសាយគំនុំប៉ុណ្ណោះទើបបានក្តីសុខដល់ជីវិតរបស់យើង